Hai សួស្តីអ្នកនរជួបគ្នាជាមួយនឹងវីដេអូថ្មី topic របស់យើងថ្ងៃហ្នឹងគឺតាក់ទងជាមួយនឹង Minecraft ជាបន្តទៀតហើយអ្នកនរ Minecraft ដែលយើងទិញពី Play Store គឺយើងដាក់ shader បានប៉ុន្តែវាអត់ work ទេចំពោះ shader បើសិនជាយើងដាក់ទៅជួនកាលវាអាចចេញតែពពកទេវាអត់ដូចកាលមុនទេនេះគឺជា Minecraft PE 1.20.12.01 ដែលអនុញ្ញាតឲ្យអ្នកនរប្រើជាមួយនឹង shader បានអញ្ចឹងlink នៅខាងក្រោមអ្នកនរគ្រាន់តែ click download អញ្ចឹងមក download លើកម្មវិធីជ្រោមអ្នកនរខ្ញុំ download ហើយអញ្ចឹងបាច់ down ទៀតទេអញ្ចឹងបើសិនអ្នកនរចង់រកជាមួយនឹង shader ផ្សេងៗអ្នកនរហៅតាមនេះក៏បានដែរដាក់ MCPE shader អញ្ចឹងទៅ website ខាងលើនេះក៏មានជាមួយនឹង shader ដែរប៉ុន្តែបើសិនអ្នកនរចង់បាន shader ស្អាតៗអីអាចចូលទៅមើលនៅក្នុង YouTube ទៅព្រោះក្នុង YouTube គឺមានវីដេអូដែលគេបង្ហាញជាមួយនឹង shader ផ្សេងៗតាមចំណង់ចំណូលចិត្តអ្នកនរចង់បានមួយណាយកមួយហ្នឹងទៅអានេះគឺ shader នៅក្នុង website នេះខ្ញុំខានប្រើ shader យូរហើយដោយសារតែ Minecraft គេជួយប្រើ shader ទៅពេលអញ្ចឹងទៅខ្ញុំក៏អាក់ខានប្រើអានេះគឺ shader គឺគេដាក់រូបពិតៗអូខេអ្នកនរខ្ញុំខានប្រើយូរបើថាកាលមុនខ្ញុំអាចនឹងប្រើ shader ច្រើនដោយសារតែកាលមុនអាចដាក់ជាមួយនឹង shader បានដល់ពេលអញ្ចឹងទៅខ្ញុំក៏ខានប្រើដល់ឥឡូវហ្នឹងដោយសារតែ Minecraft គេជួយប្រើ shader អញ្ចឹងឯងភ្លេចឈ្មោះ shader អស់ខ្លះហើយshader នេះទឹកថ្លាតាស្អាតទេ Firewall អូនេះអានេះ TikTok Park តា TikTok Park ដែលខ្ញុំចូលចិត្តជាងគេការខ្ញុំលេងឆ្នាំ 2020 អូខេ wow ស្អីគេនេះអានេះញញួរអានេះគឺ20ជា TikTok Park ទេអ្នកនរចា TikTok Park មកជាមួយនឹង mod ដែលគេដាក់នៅក្នុងហ្នឹងអញ្ចឹងយើងនិយាយរឿង shader នៅក្នុងនេះខ្ញុំបាន download shader មួយដែរតែអ្នកនរធ្វើការ install Minecraft សិនមុននៅតើបាន install Minecraft ទេ Minecraft នេះគឺអនុញ្ញាតអ្នកនរ sign in ជាមួយនឹង account Microsoft ក៏បានចូលលេង server ក៏បានចូលលេង round ក៏បានដែលគេហៅថា RIM ហ្នឹងគឺអាចចូលលេងជាទៅគឺ Minecraft នេះធ្វើអីក៏បានដែរគឺវាដូចជា Minecraft original ចឹងគ្រាន់តែថាគេធ្វើវាសម្រាប់ដាក់ជាមួយនឹង shader ឥឡូវមកយើងគឺ install ហើយអញ្ចឹងយើង open វាសិនទៅដើម្បីបើកជាមួយនឹង Minecraft សិនព្រោះថាយើងទៅតែ install កាលណាបើសិនយើង install shader ចូលខ្លាចតែវាអត់ work ទេព្រោះយើងទៅ install Minecraft ចឹងអត់បានបើកវាឥឡូវយើងបើក Minecraft សិនទៅអានេះខ្ញុំលេងនៅលើ Android ទេ iPhone ក៏អាចធ្វើបានដែរតែតតែ iPhone នោះគឺ jailbreak តែទូរស័ព្ទរបស់ខ្ញុំគឺអត់ jailbreak ទេអញ្ចឹងខ្ញុំអត់ចង់បែកវាទេឥឡូវធ្វើតែ Android ទៅបានហើយអានេះយើងអាច sign in ជាមួយ account Microsoft ក៏បានតែខ្ញុំអត់ sign in account Microsoft ទេហើយកន្លែងនេះយើងអាចដាក់ជាមួយនឹង skin បានវាចេញមកវិញហើយអញ្ចឹងអ្នកនរចុចកន្លែងនេះមកហើយចុច OK ចុច OK ទៀតទៅហើយយកអាទី3នេះរូបស្នូលក្អៅហ្នឹងហើយអ្នកនរអាច click លើនេះហើយ click កន្លែងនេះទៅគឺអាចដាក់ជាមួយនឹង skin បានហើយឥឡូវខ្ញុំបានដាក់ជាមួយនឹង skin របស់ខ្ញុំហើយនៅក្នុង Minecraft មួយនេះប៉ុន្តែខ្ញុំមិនបានសាញ account Microsoft ទេអញ្ចឹងបន្តមកទៀតគឺយើង clear Minecraft ចោលសិនក៏បានដែរកន្លែង My Pack នេះគឺជាកន្លែងយើង install shader ឬក៏ TikTok Pack ចូលអញ្ចឹងយើងអត់តមានទេឥឡូវដល់ពេលដែលយើងត្រូវ install ជាមួយនឹង shader ចូលហើយបងប្អូនអាចប្រើកម្មវិធីជ្រោមទៅព្រោះកម្មវិធីហ្នឹងគឺយើងងាយស្រួលប្រើអញ្ចឹងនេះគឺជា shader នេះគឺកតុយរបស់វា .mc pack ឥឡូវយើងធ្វើការ click លើវាទៅអានេះ MC Pack គឺងាយស្រួលទេយើងគ្រាន់តែ click លើវាទៅគឺវាឲ្យយើងបើកជាមួយនឹង file មួយហ្នឹងហើយអញ្ចឹងយើង click ទៅលើ Minecraft ទៅបន្តមកគឺវានឹងធ្វើការ install ជាមួយនឹង shader មួយនោះហើយតែបើសិនជាអ្នកគ្នាប្រើជាមួយនឹង file zip អាហ្នឹងតតែយើង move វាយកទៅដាក់កន្លែងផ្សេងណាមួយខ្ញុំអត់បានបើកកម្មវិធីហ្នឹងទេតែអ្នកគ្នាអាចប្រើ shader ដែលមានឈ្មោះថា .mc pack បានឥឡូវយើងធ្វើការ install ជាមួយនឹង shader ឥឡូវយើង install ហើយយើងចូលទៅ setting ទៅអានេះគឺ Minecraft មិញទេហើយយកពាក្យថា global resource ហ្នឹងមកទាំងអស់គ្នានឹងឃើញជាមួយនឹង My Pack របស់យើងគឺនេះគឺជា shader អញ្ចឹងយើងចុចដាក់ជីទៅហើយវានឹងអាក់ទាវជាមួយនឹង shader មួយនេះហើយនៅពេលដែលអ្នកគ្នាដាក់កន្លែងហ្នឹងគឺអាចយកវាទៅប្រើនៅក្នុង server ក៏បានឬក៏ round ក៏បានតែបើសិនជា server ខ្លាចតែ server ខ្លះគេបិទអត់ឲ្យប្រើជាមួយនឹង shader ឬក៏ TikTok Pack ទេ
តែបើសិនជាគេបើយើងប្រើគឺយើងអាចប្រើ setter របស់យើងដែលដាក់នៅកន្លែងហ្នឹងបានអញ្ចឹងឲ្យវា load សិនទៅអញ្ចឹងនេះគឺ setter អ្នកនរគឺវា load កន្លែងនេះចំពោះ setter ខ្លះគឺវានឹងចេញជាមួយនឹង background ខាងក្រោយនេះ setter ខ្លះតែ setter នេះគឺអត់ចេញទេឥឡូវយើងធ្វើការត្រឡប់មកវិញមុនហ្នឹងដោយសារតែទូរស័ព្ទរបស់ខ្ញុំវាមានបញ្ហាការ record ដឹងវាកើតអីទេហើយវីដេអូចុងក្រោយហ្នឹងខូចបាត់ហើយអញ្ចឹងបើសិនជាអ្នកគ្នាដាក់ setter ឬក៏ title pack នៅកន្លែង global ហ្នឹងពេលដែលអ្នកគ្នាបង្កើត wall មិនចាំបាច់ដាក់កន្លែង resource នេះទៀតក៏បានដែរព្រោះវាអាចទាវ automatic អីបើសិនយើងដាក់កន្លែង global ណាអញ្ចឹងខ្ញុំដាក់ជា creative ហើយយើងចុចបង្កើត wall ទៅម្ដងនេះគឺការ record របស់ខ្ញុំវាឡើងអីវាដំណើរការយ៉ាងរលូនអូខេអញ្ចឹងយើងបានចូលមកដល់ក្នុង Minecraft ហើយនេះគឺជា Minecraft ដែលយើងអាចប្រើជាមួយនឹង shader បានអានេះ Minecraft Android ខ្ញុំទេទាំងអស់គ្នាតែបើសិនអ្នកគ្នាចង់បាន shader ស្អាតៗគឺអាចទៅ download ឬក៏យកមកប្រើវាដោយខ្លួនឯងទៅហើយនេះគឺស្លឹកឈើគឺវាបដូរឃើញដែរហើយ graphic របស់វាគឺវាបដូរដែរវាមិនអត់ទេចំពោះ shader មួយនេះគឺ graphic វាប្រព័ន្ធហ្នឹងមេឃរបស់វាគឺពណ៌អីមេឃពណ៌ហើយអានេះគឺបពកដូចមែនតែនអញ្ចឹងអត់មានអាបពកដុំទេខ្ញុំមានអារម្មណ៍ថា shader នេះគឺវាបដូរទាំងអស់វាមកពី Minecraft ទេបើ Minecraft យើងទិញពី Play Store គឺយើងអាចប្រើ shader បានទេបើសិនយើងដាក់ shader គឺវាអត់ចាញ់អញ្ចឹងទេវាចាញ់តែមេឃទេព្រោះខ្ញុំតេស្តច្រើនដងហើយ Minecraft Windows របស់ខ្ញុំក៏ខ្ញុំតេស្តដែរដាក់ទៅគឺវា work ទេជាមួយនឹង shader នេះតែឥឡូវនៅក្នុងទូរស័ព្ទជាមួយនឹង Minecraft មួយនេះគឺអាចប្រើជាមួយនឹង shader បានឃើញដែរអានេះគឺដីវាបដូរពណ៌ចំពោះស្មៅនេះគឺវារស់រវើកតែនិយាយថាមិនទេប៉ុន្តែចំពោះទឹកគឺវាអត់នេះទេទឹកវាមកពី shader ទេបងប្អូនចង់បានទឹកថ្លាគឺអាចទៅរក shader ទឹកថ្លាយកវាបូកបញ្ចូលគ្នាទៅអានេះយើងអាចដាក់វាប្រើ2 3 4 5អីក៏បានដែរដាក់ shader តែខ្លាចតែវាអស់រួចទូរស័ព្ទរបស់យើងណាឥឡូវសរុបមកគឺ work ហើយបងប្អូនអាច download ជាមួយនឹង Minecraft ដែលខ្ញុំដាក់នៅខាងក្រោមវីដេអូមួយនេះ download ទៅតែជាង100 MB ទេដូចជាជិត200 MB អានេះស្លឹកឈើគេបដូរអីស្លឹកឈើគេបដូរអីស្លឹកឈើ shader នេះបដូរអានេះឈើសណែឈើសតែស្លឹកវាស្អាត shader នេះអែមតែថាទឹកវាអត់សូវថ្លាហើយ graphic វាគឺស្អាតដែរតាចំពោះ shader មួយនេះអញ្ចឹងមើលទៅវីដេអូយើងដូចជាអស់ហើយទាំងអស់គ្នាខ្ញុំបង្ហាញទាំងអស់គ្នាជាមួយនឹង Minecraft មួយនេះដែលអាចប្រើជាមួយនឹង shader បាននេះគឺកំណែ 1.20.12 ដែលបងប្អូនគ្នាអាចប្រើជាមួយនឹង shader បានហើយចូលលេង server ឬក៏ round ក៏បានដែរយើងអាច sign in ជាមួយ account Microsoft បានតែបងប្អូនគ្នាអូមក skin របស់ខ្ញុំនេះគឺមាត់ប្រសខ្ញុំដាក់ skin មកចំ skin មួយនេះតែបងប្អូនគ្នាសង្ឃឹមចូលចិត្តជាមួយនឹងវីដេអូមួយនេះហើយនឹងឲ្យកុំភ្លេច like វីដេអូនេះម្នាក់មួយផងជួបគ្នានៅវីដេអូបន្តទៀតជម្រាបលាអ្នកនរគ្នាបាយបាយ